ធ្លាប់សាកធ្វើត្រីចំហុយមីស៊ូនេះញ៉ាំនៅបងប្អូនឬក៏ធ្លាប់តែធ្វើត្រីចំហុយទឹកស៊ីអ៊ីវនិយាយទៅត្រីចំហុយមីស៊ូនេះនិងត្រីចំហុយទឹកស៊ីអ៊ីវគឺថារបៀបធ្វើគឺសឹងតែដូចគ្នានឹងគ្រាន់តែថានេះយើងបន្ថែមសៀងហើយយើងក៏មានបន្ថែមមីស៊ូអញ្ចឹងទៅក៏ប៉ុន្តែបើសិនជាយើងមកចំហុយត្រីទឹកស៊ីអ៊ីវក៏យើងចំហុយស្តៀងនឹងដែរបងប្អូនសម្រាប់គ្រឿងផ្សំដែរបងប្អូនថ្ងៃនេះខ្ញុំមានត្រីមួយឡើងធំតែម្ដងត្រីនេះគឺធំខ្លាំងព្រោះអីពេលទិញទៅដាក់នៅចិត្តត្រីគេផ្សេងតែធំហ៎ដល់ពេលឲ្យមើលឃើញត្រីនឹងទូចទេដល់ពេលយកមកដល់ផ្ទះបានដឹងថាអ៊ុយធំមែនតែនហើយក៏មានមីស៊ូហើយនឹងមានបន្លែប្រមាណមុខនេះនិយាយទៅគឺបន្លែមានតែបន្លែផ្សិតហ្នឹងកាលពេលហ្នឹងមានស្លឹកខ្ទឹមគល់ខ្ទឹមក្រហមហើយនឹងខ្ញីបងប្អូន3មុខហ្នឹងខ្ទឹមក្រហមខ្ញីហើយស្លឹកខ្ទឹមហ្នឹងខ្វះអត់បានទេគឺថាជួយបង្កើនក្លិនឈ្ងុយហើយញ៉ាំអត់ទ្រាំហើយកាត់ឆ្អាបទៀតសម្រាប់ត្រីចំហុយមីស៊ូនេះដែរយើងត្រូវលាយគ្រឿងដើម្បីច្របល់ជាមួយមីស៊ូនិងបន្លែសិនណាអញ្ចឹងក្នុងហ្នឹងគឺមានសៀងផ្អែមទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងហើយនឹងប្រេងល្ងហើយក៏មានប៊ីចេងដែរបងប្អូនបើសិនជាបងប្អូនចង់បន្ថែមម្សៅស៊ុបហើយនឹងស្ករសក៏បានដែរគឺតាមចំណង់ចំណូលចិត្តតែដោយសារខ្ញុំប្រើសៀងផ្អែមទៅហើយខ្ញុំក៏ខ្ជិលប្រើស្ករសអញ្ចឹងណាអញ្ចឹងគ្រាន់តែយើងលាយគ្រឿងមិញហ្នឹងហើយយើងច្របល់ឲ្យសព្វមកយើងមើលបរិមាណមីស៊ូបន្លែហើយនឹងត្រីរបស់យើងមកសមល្មមជាមួយនឹងទឹកសោះនឹងប៉ុណ្ណាគឺយើងធ្វើប៉ុណ្ណឹងមកហើយពេលដែលយើងលាយគ្រឿងមិញហ្នឹងគឺយើងអាចភ្លក់បានទៀតយើងដាក់ឲ្យរៀងដិតបន្តិចទៅព្រោះអីយើងនៅច្របល់ជាមួយបន្លែមួយមីស៊ូទៀតហ៎អញ្ចឹងហើយយើងអាចភ្លក់សិនឲ្យត្រូវរសជាតិរៀងដិតបន្តិចហើយចាំយើងយកមកច្របល់ជាមួយនឹងមីស៊ូនិងបន្លែបែបហ្នឹងណាបងប្អូនអញ្ចឹងកន្លែងនេះដែរបងប្អូនចង់បន្ថែមបន្លែដូចជាម្ទេសហាវ៉ៃពណ៌ក្រហមឬក៏ការ៉ុតដែលមានពណ៌ក្រហមអីមើលទៅឲ្យស្រស់ឆើតឆាយអីក៏បានដែរណាតែសម្រាប់ខ្ញុំអត់ចង់ឲ្យមានបន្លែច្រើនមុខពេកទេគឺដាក់តែប៉ុណ្្នឹងទៅបានហើយអញ្ចឹងឲ្យពណ៌មិនសូវឆើតតែរសជាតិក៏ឆ្ងាញ់ដែរអញ្ចឹងនៅពេលដែលយើងច្របល់ហើយគឺខ្ញុំប្រើចានធំនេះដោយសារតែត្រីធំពេកបងប្អូនអញ្ចឹងគឺខ្ញុំក្រាលមីស៊ូហើយនឹងគ្រឿងហ្នឹងនៅខាងក្រោមមួយជាន់ហើយបន្ទាប់មកខ្ញុំដាក់ត្រីឃើញទេបងប្អូនត្រីគឺខ្ញុំកាត់ជាពីរដោយសារតែធំពេកអញ្ចឹងហើយគឺយើងត្រូវការចានរៀងធំហើយត្រូវកាត់ត្រីទៀតហើយនៅពេលដែលយើងដាក់ត្រីចូលមកចឹងហើយយើងយកមីស៊ូនិងបន្លែដែលច្របល់មិញសល់ហ្នឹងយកមកគ្របពីលើមកតង់ទៀតយើងធ្វើអញ្ចឹងដើម្បីឲ្យរសជាតិដែលយើងបានលាយជាមួយមីស៊ូមួយបន្លែហ្នឹងគឺនៅខាងលើខាងក្រោមត្រីដើម្បីឲ្យរសជាតិហ្នឹងចូលទៅក្នុងសាច់ត្រីដែរដោយបងប្អូនឃើញអញ្ចឹងសាច់ត្រីមិញក៏ខ្ញុំវះដែរដើម្បីឲ្យចូលជាតិអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងចំហុយហ្នឹងគឺខ្ញុំប្រើរបៀបចំហុយបុរាណធម្មតាដោយសារតែឆ្នាំងចំហុយរបស់ខ្ញុំតូចពេកចុះបងប្អូនដល់ហើយអញ្ចឹងដាក់ចានធំប៉ុណ្ណឹងអត់ចូលទេអញ្ចឹងគឺខ្ញុំប្រើឆ្នាំងខ្ទះដាំទឹកធម្មតាអញ្ចឹងគឺខ្ញុំដាំទឹកនឹងឲ្យពុះសិនទើបខ្ញុំដាក់ត្រីរបស់យើងចូលទៅចំហុយហើយយើងគ្របគម្របឲ្យជិតមកសំខាន់ឲ្យតែទឹកយើងពុះយើងបើកភ្លើងមុំទៅហើយយើងគ្របគម្របអញ្ចឹងទៅណាបងប្អូនបន្ទាប់មកទៀតយើងរងចាំទៅពី25ទៅ30នាទីឆ្អិនហើយត្រីធំប៉ុណ្ណឹងតែបើសិនជាត្រីតូចបងប្អូនអាសាបើកមើលទៅដោយសារត្រីក្រហមនេះគឺឆាប់ឆ្អិនទេតែបើបងប្អូនប្រើត្រីអីផ្សេងអាហ្នឹងគឺតាមម៉ោងនាទីអីគឺតាមនឹងដែរអញ្ចឹងណាតែសម្រាប់ខ្ញុំត្រីក្រហមមួយធំហ្នឹងគឺខ្ញុំចំហុយហ្នឹង25នាទីបងប្អូនរាប់ចាប់ពីទឹកពុះទៅបន្ទាប់មកយើងបន្ថែមជីវ៉ាន់ស៊ុយទៅឲ្យឈ្ងុយអញ្ចឹងណាក៏ប៉ុតខ្ញុំត្រូវដាក់ជីវ៉ាន់ស៊ុយនឹងច្របល់ជាមួយនឹងបន្លែមិញប៉ុន្តែខ្ញុំភ្លេចអញ្ចឹងហើយក៏ជ្រុលទៅកាត់ហើយយកមកតែងពីលើអញ្ចឹងណាបងប្អូនមើលទៅសមមិនសមអីគឺយើងយកមកដាក់តែងអញ្ចឹងទៅព្រោះអីកុំឲ្យយើងកាត់ហើយយកទៅបោះចោលអញ្ចឹងណាតែប៉ុណ្នេះត្រីចំហុយមីស៊ូរបស់ខ្ញុំគឺរៀបរាល់ហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់អត់ដិតខ្លាំងពេកទេដោយសារតែយើងលាយគ្រឿងដិតមែនតែយើងច្របល់ជាមួយបន្លែនិងមីស៊ូបងប្អូនដល់ពេលយើងយកមកដាក់ជាមួយត្រីអញ្ចឹងទៀតទៅគឺថាចូលជាតិទៅក្នុងសាច់ត្រីឆ្ងាញ់មែនតែនបើសិនជាបងប្អូនចូលចិត្តញ៉ាំទឹកស៊ីអ៊ីវច្រាំខ្ទឹមហាន់ម្ទេសអីដាក់បងប្អូនអាចដាក់បានយើងញ៉ាំជ្រលក់ជាមួយសាច់ត្រីទៅក៏ឆ្ងាញ់ម្យ៉ាងដែរណាបងប្អូន